នឹងហើយសួស្តីបងប្អូនអរគ្នាថ្ងៃនេះសូមបង្ហាញអំពីកូនមនដែលធ្វើវ៉ាក់សាំងរួចហើយវាមានបញ្ហាអត់ស៊ីចំណីមនចាប់ដើមធ្លាក់ស្លាបហើយមុខមាត់ស្លេកស្លាំងសម្រាប់កូនមនពីរនេះដែរគឺមកសិលមួយថ្ងៃគឺខ្ញុំធ្វើវ៉ាក់សាំងតែមួយទៅដោះគោនោះគឺវាអត់អីទេតែវាមានបញ្ហាមួយឆេះនេះវាស្លេកស្លាំងធ្លាក់ស្លាបហើយអន់ចំណីនេះជារឿងធម្មតាទេក្រោយពីយើងធ្វើវ៉ាក់សាំងតែងតែជួបបញ្ហាបែបនេះគឺវាប្រតិកម្មជាមួយនឹងវ៉ាក់សាំងអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញថ្នាំមួយមុខវាជាប្រភេទថ្នាំលាយទឹករបស់ក្រុមហ៊ុនហ្វីលីពីនថ្នាំនេះយើងប្រើកបជាមួយនឹងជំងឺច្រើនពាក់ព័ន្ធមួយប្រព័ន្ធភាពសាំងលាយអាហារអត់រើកែហើយនឹងប្រះសាយហ៊ីសបាវក៏យើងប្រើត្រូវដែរហើយការប្រើប្រាស់ថ្នាំនេះដែរគឺយើងប្រើតែមកសភាទូចទេនៅក្នុងស្នូកទឹកដែលចំនួន1លីត្រយើងប្រើ 1/3 នៃស្នូកទឹកហ្នឹងណាយើងប្រើទឹកតិចចេះដើម្បីឲ្យកំហាប់ថ្នាំមកយើងវាច្រើនយើងកូរវាឲ្យសព្វហើយដាក់ឲ្យផឹកទៅរយៈពេល3ថ្ងៃជាប់គ្នាយើងនឹងឃើញលទ្ធផលមន់ចាប់ផ្ដើមស៊ីវិញហើយតែយើងត្រូវប្រអប់ទឹកវាដែរប្រអប់ទឹកវាមកល្ងាចដើម្បីយើងដាក់ទឹកថ្នាំនេះទៅគឺវាចាប់ផ្ដើមផឹកតែម្ដងហ្នឹងហើយអរគុណច្រើនបងប្អូនចាំជួយ Subscribe Channel របស់ខ្ញុំផងហើយខ្ញុំនឹងចែកម្លែកចំណេះដឹងថែមទៀត